សមាគមកីឡាតៃក្វាន់ដូរាជធានីភ្នំពេញគ្រោងនឹងរៀបចំការប្រកួតកីឡាតៃក្វាន់ដូជ្រើសរើសជើងឯកសសយកដណ្ដើមពានរង្វាន់7មករាក្នុងឆ្នាំ2026ដើម្បីជាការរំលឹកដឹងគុណចំពោះថ្ងៃ7មករា1979ដែលជាថ្ងៃផ្ដល់កំណើតទី2របស់ប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតលោកសំសុកយីអគ្គលេខាធិការសមាគមកីឡាតៃក្វាន់ដូរាជធានីភ្នំពេញបានឲ្យដឹងថាការរៀបចំនៅក្នុងឆ្នាំ2026ខាងមុខនេះការប្រកួតកីឡាតៃក្វាន់ដូជ្រើសរើសជើងឯកសសយកដណ្ដើមពានរង្វាន់7មករាគឺជាការប្រកួតលើកទី2ដែលរៀបចំលើកទី1កាលពីឆ្នាំ2025មានកីឡាករកីឡាការិនីចូលរួមសរុបចំនួន200នាក់មកពីរដ្ឋនិងឯកជនការរៀបចំលើកទី2នេះសមាគមសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែមករាឆ្នាំ2026ក្នុងគោលបំណងរំលឹកនិងដឹងគុណដល់ថ្ងៃប្រវត្តិសាស្ត្រដែលបានរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតអគ្គលេខាធិការសមាគមខាងលើបានគូសបញ្ជាក់ថាក្រៅពីការរំលឹកដល់ទិវាជ័យជំនះ7មករា1979ការប្រកួតនេះក៏ជាការបង្កើននូវការជួបជុំផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងបានប្រកួតប្រជែងគ្នាវាស់ស្ទង់នៅកម្រិតបច្ចេកទេសនិងសមត្ថភាពបន្ទាប់ពីបានធ្វើការហ្វឹកហាត់នៅក្នុងក្លឹប